ទី2ចំណុចទី2ព្រះសង្ឃនិងសង្គមព្រះសង្ឃនិងសង្គមនេះព្រះអង្គព្រះសង្ឃនិងសង្គមបើបួសហើយព្រះអង្គមិនគង់នៅក្នុងវត្តចង្ក្រានតែព្រំស្ទឹងមានជ័យព្រះអង្គទៅគង់នៅភ្នំណាម្នាក់ឯងលេងខ្វល់ជាមួយនឹងសង្គមអានោះសុខត្មងអត់ខ្វល់ទេណាប៉ុន្តែពេលនេះខ្ញុំកណាក្តីព្រះករុណាម្ចាស់គ្រប់ព្រះអង្គក្តីគឺគង់នៅក្នុងសង្គមកណ្ដាលនៃទីក្រុងភ្នំពេញចឹងបញ្ហាច្រើនណាស់ដែលប្រឈមកណាបញ្ហាច្រើនណាស់ដែលប្រឈមប៉ុន្តែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គដាស់តឿនយើងទាំងអស់គ្នាថាគ្រប់បញ្ហាទាំងអស់គឺត្រូវដោះស្រាយដោយបញ្ញាហ្នឹងហើយអញ្ចឹងជាបឋមបំណាច់លះបង់ភរិយវាសម្បត្តិផ្ទះសម្បែងចូលមកបួសក្នុងពុទ្ធសាសនមណ្ឌលនេះហើយខំប្រឹងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងពុទ្ធចក្រនិងអនាចក្រឲ្យចេះកណាទៅមានបញ្ញាដោះស្រាយគ្រប់បញ្ហាទាំងអស់ដែលកើតឡើងក្នុងសង្គមសហគមន៍របស់ព្រះសង្ឃក្តីក្នុងសហគមន៍ប្រទេសជាតិរបស់យើងទាំងមូលក្តីទៅយើងចូលរួមដោះស្រាយបានកណាកន្លងទៅថ្មីនេះគណៈសង្ឃទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយក្រសួងធម្មការនិងសាសនាបានប្រជុំអនុសង្វចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសណានឹងហើយពិធីបើកមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសនោះដោយមានការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាជាបរិយាតំណាងណានៃព្រះមហាក្សត្រណាម្ចាស់នឹងជាបរិយាតំណាងនៃព្រះមហាក្សត្រចូលរួមអញ្ចឹងអនុសាសន៍ចុងក្រោយសម្ដេចបានលើកឡើងថាម៉េចថាសូមឲ្យព្រះសង្ឃជាព្រះចៅអធិការបឋមកថាណាគ្រប់ព្រះអង្គនឹងចូលរួមផ្ដល់ឱវាទណាពធទេសនាអប់រំដល់យុវជនណាតាមភូមិឃុំសង្កាត់ឲ្យមានសុវត្ថិភាពណាហ្នឹងហើយសុវត្ថិភាពភូមិឃុំសង្កាត់ណាអញ្ចឹងរាជរដ្ឋាភិបាលនៃយើងណាអិសរាជជនដឹកនាំប្រទេសផ្ដល់ឲ្យជាអិសរៈដល់ព្រះសង្ឃណាដល់ព្រះសង្ឃនឹងថាឲ្យព្រះសង្ឃចូលរួមជួយហ្នឹងហើយដើម្បីភូមិឃុំណាសង្កាត់មានសុវត្ថិភាពហ្នឹងហើយចុះបើយើងអត់ចំណេះដឹងតើយើងមានមូលដ្ឋានបញ្ញាឯណាមកដោះស្រាយបញ្ហាដែលកើតឡើងអញ្ចឹងណាហ្នឹងណានេះប្រហែលថ្ងៃហើយបញ្ហាបណ្ដាញសង្គមបច្ចុប្បន្ននេះអ្នកប្រាជ្ញកើតឡើងចម្រុះណាកើតឡើងច្រើនណាស់ទាំងបុរសទាំងស្ត្រីព្រះអង្គពេញបណ្ដាញសង្គមស្ដាប់ផងណាប្រហែលមួយខែមុននោះឮសូមបើកនោះឃើញម្នាក់នៅក្មេងនេះក្នុងបណ្ដាញយកពាក្យអនុមោទនាមកបកស្រាយថាប្រសង់នឹងពុទ្ធបរិស័ទប្រើពាក្យនឹងខុសហើយគេថាអនឹងគឺអបដិសេធហ្នឹងហើយណានេះហើយចង់និយាយថាអ្នកនោះមិនរៀនសូត្រសោះតែមកនិយាយតាមបណ្ដាញសង្គមហើយបើយើងគ្មានប្រសង់ជាអ្នករៀនសូត្រជាអ្នកចេះដឹងទេហើយដល់អ្នករៀនសូត្របល័យចេះដឹងដោយព្រះពុទ្ធវង្សសុខសភាពនោះអីណាព្រះអង្គអ្នករៀនភាសាបាលីអីបើកសាលាអីចឹងស្រួលហ្នឹងណាហ្នឹងវាមកពីអនុបពបតទៅមិនមកពីអ្នកហ្នឹងណាហ្នឹងហើយ
នឹងចឹងស្រួលបងឥឡូវថ្មីនេះកំពុងមានពាក្យទៀតហ្នឹងធោដូចជាមានឃើញដាក់អីបរិយត្តិណាបរិយត្តិធោគឺព្រះត្រៃបិដកដែលយើងសូត្ររាល់ថ្ងៃហើយអ្នកប្រាជ្ញរបស់យើងសម្ដេចព្រះសង្ឃរាជជោតញ្ញាណោជួនណាតដែលជាអ្នកប្រាជ្ញកំពូលមិនត្រឹមតែនៅស្រុកខ្មែរទេនេះថ្មីនេះសម្ដេចព្រះមហារាជវង្សបណ្ឌិតយ៉នសេងយាតតំណាងសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាកម្ពុជាចូលទៅធ្វើខួបឆន្ទៈសង្គាយនាលើកទី6គម្រប់70ឆ្នាំនៅប្រទេសភូមាណាគឺលើកបច្ឆាយាលក្ខរបស់សម្ដេចសង្ឃរាជជួនណាតនៅក្នុងគម្រប់ណាគេចាត់ទុកជាអ្នកប្រាជ្ញកំពូលណាហ្នឹងហើយនឹងព្រះបរិយត្តិធោគឺបត្រៃបិដកអ្នកបកស្រាយនោះគេថាមិនមែនទេសុំឲ្យលុបពាក្យនឹងចោលទៅឃើញទេហ្នឹងហើយសិក្សាម្ដងទៀតអីស្វ័យគឺអ្នកប្រាជ្ញឡើងច្រើនណាស់បើយើងមិនខំប្រឹងរៀនសូត្រឲ្យចេះដឹងទេទៅបកស្រាយមួយគេមិនកើតកណាទៅរងាប់នៅអញ្ចឹងនេះដែលនាំឲ្យកើតឡើងនៅពាក្យថាសង្គាយនាគឺមកពីពាក្យជំរងចម្រាស់កើតឡើងក្នុងព្រះពុទ្ធសាសនាទៅព្រះសម្មាសម្ពុទ្ធបរមគ្រូយើងបរិនិព្វានទៅបាន3ខែព្រះមហាកាសបជាប្រធានធ្វើនៅបឋមសង្គាយនានេះឡើងដើម្បីទៀងទាត់ធម៌វិន័យរបស់ព្រះអង្គទាំងព្រះវិន័យទាំងប្រសូតនិងព្រះអភិធម្មនេះឲ្យរឹងមាំឲ្យពិតប្រាកដឡើងវិញណានឹងចឹងបើយើងទាំងអស់គ្នាខ្លាយជាអ្នកចេះដឹងអ្នកប្រាជ្ញយើងអាចបង្កើតសត្តសង្គាយនាលើកទី7ក៏បានដែរនាំយកប្រទេសអ្នកកាន់ពុទ្ធសាសនាក្នុងពិភពលោកមកធ្វើមកប្រជុំកណាហ្នឹងឥឡូវវាអស់អ្នកប្រាជ្ញអស់អ្នកចេះដឹងនឹងអញ្ចឹងសូមប្រគេនណាគ្រប់ព្រះអង្គថាមុននឹងធ្វើអ្វីគឺទី1ខ្លួនឯងជាអ្នកបួសទី2បញ្ហាពុទ្ធសាសនាទី3សង្គមណាពុទ្ធបរិស័ទអញ្ចឹងព្រះសង្ឃនិងពុទ្ធបរិស័ទព្រះសង្ឃជាមួយអាជ្ញាធរដែនដីព្រះសង្ឃជាមួយនឹងបរិស្ថានឃើញទេមានច្រើនទៀតណាអត់អាចចេះតែធ្វើ